បដិកោសសាស្មារតីចូលរួមយ៉ាងផុសផុលក្នុងក្បួនយាមមេត្រាដើរដើម្បីសន្តិភាពជាលើកទឹកចិត្តធំធេងសម្រាប់រដ្ឋាភិបាលសម្ដេចថាបតីហ៊ុនម៉ាណែតកោតសរសើរចំពោះស្មារតីចូលរួមយ៉ាងផុសផុលក្នុងព្រឹត្តិការណ៍ព្យួរមេត្រាដើរដើម្បីសន្តិភាពដែលជានិច្ចទឹកចិត្តដ៏ធំធេងសម្រាប់រដ្ឋាភិបាលក្នុងការខិតខំស្វែងរកសន្តិភាពសម្រាប់ជាតិនិងប្រជាជនកម្ពុជាលើបណ្ដាញសង្គមផ្លូវការសម្ដេចថាបតីនាយករដ្ឋមន្ត្រីកាលពីថ្ងៃទី18ខែធ្នូបានបង្ហាញសារយ៉ាងដូចនេះថាកម្ពុជាត្រូវការសន្តិភាពកម្ពុជានិភ័យមហាគ្រួសារកម្ពុជាមហាសាមគ្គីភាពស្មារតីតែមួយសម្លេងតែមួយបានស្រែកឡើងដូចគ្នាគឺកម្ពុជាត្រូវការសន្តិភាពសូមផ្ញើជូនពិភពលោកបេះដូងដ៏បរិសុទ្ធចេតនាដ៏ស្មោះស្ម័គ្របំផុតបើតាមបណ្ដាញសង្គមសម្ដេចថាបតីមហាកម្លាំងសាមគ្គីប្រជាជាតិខ្មែរមកពីគ្រប់មជ្ឈដ្ឋានគ្រប់និកាយនយោបាយសាសនាបានជួបជុំគ្នាក្រោមស្មារតីខ្មែរតែមួយដើម្បីធ្វើព្យួរនេត្រាដើរដើម្បីសន្តិភាពរបស់មហាគ្រួសារខ្មែរបានផ្ដើមចេញពីដំណើរបរិវេណផ្សាររាត្រីមាត់ទន្លេឆ្ពោះទៅកាន់សួនច្បារវិមានឯករាជ្យក្នុងបរិយាកាសពោរពេញទៅដោយក្តីសង្ឃឹមជឿជាក់និងស្មារតីសាមគ្គីភាពជាតិបណ្ដាញសង្គមថាបតីក៏បានគូបញ្ជាក់ថាសម្លេងរបស់ប្រជាជនកម្ពុជាគឺជាសម្លេងដែលឲ្យតម្លៃលើសន្តិភាពនិងប្រាថ្នាការរស់នៅដោយសន្តិវិជ្ជមានជាមួយប្រជាជាតិទាំងអស់តាមរយៈការផ្ញើសារសន្តិភាពចេញពីបេះដូងប្រជាពលរដ្ឋខ្មែរទៅកាន់សង្គមជាតិនិងសហគមន៍អន្តរជាតិថាកម្ពុជាមិនចង់បានការបំផ្លិចបំផ្លាញវិនាសនិងបាត់បង់អាយុជីវិតណាមួយឡើយទោះបីក្នុងកលៈទេសៈឬបរិបទណាក៏ដោយជាមួយគ្នាសម្ដេចថាបតីនាយករដ្ឋមន្ត្រីសូមកោតសរសើរនិងថ្លែងអំណរគុណចំពោះស្មារតីចូលរួមយ៉ាងផុសផុលដែលនេះជាទឹកចិត្តដ៏ធំធេងសម្រាប់រដ្ឋាភិបាលក្នុងការខិតខំស្វែងរកសន្តិភាពសម្រាប់ជាតិនិងប្រជាជនកម្ពុជាសូមអរគុណដល់សហព័ន្ធយុវជនកម្ពុជាដែលបានចូលរួមរៀបចំកម្មវិធីដោយមានសារៈសំខាន់នេះដើម្បីផ្ដល់ឱកាសឲ្យមហាជនគ្រួសារចូលរួមនិងសម្ដែងមតិក្នុងការចង់បានសន្តិភាព